ជំពូកទី5ខ្លាយជាឪពុកពាក់កណ្ដាលខែក្រោយមកលូឆេងឆេងអ្នកធ្វើបានល្អមិនត្រឹមតែអ្នកបានរៀបការជាមួយស្ត្រី3នាក់ពីគ្រួសារលូរបស់យើងប៉ុណ្ណោះទេប៉ុន្តែក្នុងរយៈពេលកន្លះខែអ្នកក៏បានធ្វើឲ្យឡែនស៊ីវមានផ្ទៃពោះផងដែរគ្រួសារលូរបស់យើងតែងតែកំណត់រង្វាន់និងការផ្តន្ទាទោសយ៉ាងច្បាស់លាស់ជាធម្មតាយើងនឹងមិន show change អ្នកនេះគឺជារង្វាន់របស់អ្នកដាវហោះថ្នាក់ទាប Rope Ao King Shield Top Yellow Dragon Elixir 100 kgs នៃអង្គរវិញ្ញាណនៅក្នុងសាលធំមួយនៃវីឡា King Shu Lu Yuaning បាននិយាយទៅកាន់ Lu Chengsheng វាមានរយៈពេលកន្លះខែហើយចាប់តាំងពីថ្ងៃអាពាហ៍ពិពាហ៍របស់ Lu Chengsheng ដោយដឹងថាការដាំដុះរបស់គាត់មានផលប៉ះពាល់មានកំណត់ Lu Chengsheng មិនបានដាំដុះច្រើនក្នុងរយៈពេលកន្លះខែកន្លងមកនេះដោយផ្ដោតលើថាមពលទាំងអស់របស់គាត់លើការបង្កើតកូនកិច្ចខិតខំប្រឹងប្រែងរបស់គាត់មិនមែនជាឥតប្រយោជន៍ទេក្នុងចំណោមប្រពន្ធទាំង3របស់គាត់ Lu Lanxiu ត្រូវបានគេរកឃើញថាមានផ្ទៃពោះនៅពេលឮដំណឹងនេះ Lu Chengsheng សប្បាយចិត្តនិងរំភើបយ៉ាងខ្លាំងនៅខាងក្នុងមិនថានៅក្នុងជីវិតអតីតកាលរបស់គាត់ឬមួយនេះជាលើកដំបូងដែលគាត់នឹងក្លាយជាឪពុកទោះបីជាកំណើតរបស់កុមារនេះត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងការជំរុញប្រយោជន៍ជាច្រើនសេចក្តីរីករាយគឺបេះដូងនៅពេលដែលគាត់ដឹងថាគាត់នឹងក្លាយជាឪពុកគាត់បានគិតរួចទៅហើយអំពីឈ្មោះរបស់កុមារប្រសិនបើវាជាក្មេងប្រុសគាត់នឹងត្រូវបានគេហៅថា Penguin ប្រសិនបើក្មេងស្រីនាងនឹងត្រូវបានគេហៅថា Child គាត់ចង់ឲ្យកូនរបស់គាត់រស់នៅក្នុងសន្តិភាពនិងសេចក្តីរីករាយនៅពេលដែលបុព្វបុរសនៃគ្រួសារលោក Lu Yuaning បានឮដំណឹងនេះគាត់បានទៅដោយផ្ទាល់ទៅកាន់វីឡា King Shu ដើម្បីសរសើរ Lu Chengsheng និងផ្ដល់រង្វាន់ដ៏សប្បុរសដល់គាត់ឧបករណ៍វេទមន្តថ្នាក់ទាបមានតម្លៃ50 Spirit Stones Robe Vestment មានតម្លៃ30 Spirit Stones 100 kgs នៃ Spirit Rice មានតម្លៃ10ថ្មវិញ្ញាណTop Yellow Dragon Elixir 1 10មានតម្លៃ10 Spirit Stones នោះគឺដើម្បីនិយាយថារង្វាន់ដែលផ្ដល់ឲ្យ Lu Chengsheng គឺស្មើនឹងធនធានដែលមានតម្លៃ100ថ្មវិញ្ញាណ Other Immortal Seedlings នៅពេលលើរង្វាន់ទាំងនេះប្រែទៅជាក្រហមដោយច្រណែនពួកគេបានសម្លឹងមើល Lu Chengsheng ដោយភ្នែកពោពេញដោយភាពច្រណែននិងការខឹងសម្បារដើម្បីដឹងសម្រាប់ការដាំដុះរបស់ពួកគេនៅក្នុងគ្រួសារលោកគ្រួសារបានផ្ដល់ថ្មវិញ្ញាណតែ2និងអង្គរវិញ្ញាណ10ប៉ុណ្ណោះក្នុងមួយខែឥឡូវនេះរង្វាន់ដែលផ្ដល់ឲ្យ Lu Chengsheng គឺស្ទើរតែស្មើនឹងធនធានរបស់ពួកគេរយៈពេល3ឆ្នាំគ្រាន់តែជាមនុស្សដំបូងគេដែលបង្កើតកូនគាត់បានទទួលធនធានរយៈពេល3ឆ្នាំនេះបានធ្វើឲ្យធ្មេញខាងក្រោយរបស់ពួកគេស្ទើរតែបែកបាក់ដោយការខកចិត្តអរគុណច្រើនចំពោះប្រធានគ្រួសារLu Chengsheng ក៏ពាក់មុខពោពេញដោយសេចក្តីរីករាយខណៈដែលគាត់បានសម្ដែងការអរគុណដោយគោរពគាត់មិនបានរំពឹងថាការក្លាយជាមនុស្សដំបូងដែលបង្កើតកូននឹងមកជាមួយរង្វាន់បែបនេះទោះជាយ៉ាងណាក៏ដោយគាត់យល់ថានេះគឺជាវិធីរបស់ Lu Yuaning ក្នុងការជំរុញអ្នកដទៃដោយជំរុញឲ្យពួកគេបង្កើតកូនបានយ៉ាងឆាប់រហ័សផងដែរហេអ្នកបានរកបាននេះគ្រួសារលោករបស់យើងមិនដែលធ្វើបាបនរណាម្នាក់ឡើយសម្រាប់អ្នកទាំងអស់ដែលបង្កើតកូនប្រធានគ្រួសារមានរង្វាន់ផងដែរហើយប្រសិនបើនរណាម្នាក់ជាមនុស្សដំបូងគេដែលបង្កើតកូនដែលមាន Spiritual Wood ប្រធានគ្រួសារនឹងផ្ដល់រង្វាន់កាន់តែច្រើន Lu Yuaning បានស្ទង់មកដេហ្វូងមនុស្សនៅពេលគាត់និយាយនៅពាក្យទាំងនេះមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានសម្ពាធខ្លះដោយគិតអំពីការប្រញាប់ប្រញាល់ផ្ទះដើម្បីបង្កើតកូនសូម្បីតែ Livio ក៏ត្រូវបានលបួងបន្តិចទោះជាយ៉ាងណាក៏ដោយក្រោយមកនៅពេលដែលអ្នកដទៃមានកូនរង្វាន់គឺត្រឹមតែ10 Yellow Dragon Elixir និង Spirit Rice 10ប៉ុណ្ណោះដែលមិនអាចប្រៀបធៀបទៅនឹងរង្វាន់ដំបូងរបស់ Lu Chengsheng តតែសោះមួយខែទៀតបានកន្លងផុតទៅហើយប្រពន្ធរបស់ Lu Chengsheng គឺ Lu Kingger ក៏មានផ្ទៃពោះផងដែរសម្រាប់ការមានផ្ទៃពោះលើកទី2ក្រុមគ្រួសារមិនបានផ្ដល់រង្វាន់បន្ថែមណាមួយឡើយប្រសិនបើរង្វាន់ត្រូវបានផ្ដល់សម្រាប់កុមារនីមួយដែលផលិតបានគ្រួសារលោកនឹងត្រូវបានផ្ទេរតាំងពីយូរមកហើយបន្ទាប់មកជាងកន្លះខែក្រោយមកប្រពន្ធទី3របស់ Lu Chengsheng គឺ Lucia ក៏ត្រូវបានគេរកឃើញថាមានផ្ទៃពោះផងដែរក្នុងរយៈពេលជាង2ខែបន្តិចចាប់តាំងពីចូលទៅក្នុងគ្រួសារ Lu Chengsheng បានគ្រប់គ្រងធ្វើឲ្យប្រពន្ធទាំង3មានផ្ទៃពោះដោយទុកឲ្យ Immortal Seedlings ផ្សេងទៀតនិយាយមិនចេញឆ្ងល់ថាតើបុរសនេះមិនចាំបាច់ដាំដុះតតែសោះតើគាត់អស់សង្ឃឹមនោះទេនេះមិនត្រឹមតែដោយសារតែការខិតខំប្រឹងប្រែងមិនអស់កម្លាំងរបស់ Lu Chengsheng ប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែគាត់បានគណនារយៈពេលបញ្ចេញអវលរបស់ពួកគេហើយដោយមានជំនួយពីថ្នាំបំប៉នមានផ្ទៃពោះដែលផ្ដល់ដោយគ្រួសារលោកគាត់បានបង្កើនឱកាសនៃការមានផ្ទៃពោះ
សរុបមកលូឆេងឆេងអាចនិយាយដោយមុនសការច្បាស់លាស់ថាគាត់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់គាត់បន្ទាប់ពីស្ត្រីទាំង3មានផ្ទៃពោះលូឆេងឆេងក៏ចាប់ផ្ដើមដាំដុះដោយបេះដូងស្ងប់ស្ងាត់ដោយសារតែប្រពន្ធទាំង3មានផ្ទៃពោះពូហ្វឺបានបញ្ជូនអ្នកបម្រើ2នាក់ទៅបម្រើនិងថែទាំជីវិតប្រចាំថ្ងៃរបស់គ្រួសាររបស់លូឆេងឆេងអ្នកបម្រើទាំងពីរនេះមានស្បែកស្អាតនិងរូបរាងស្រស់ស្អាតវាច្បាស់ណាស់ថាពួកគេមិនត្រូវបានបញ្ជូនគ្រាន់តែដើម្បីបម្រើតម្រូវការប្រចាំថ្ងៃជាក់ស្ដែងដោយមើលឃើញសមត្ថភាពរបស់គាត់ក្នុងការបន្តពូជគ្រួសារលោកបានបញ្ជូនពួកគេទៅលើកទឹកចិត្តបង្កាត់ពូជពីគាត់បន្ថែមទៀតសម្រាប់អ្នកបម្រើទាំងពីរនេះលូឆេងឆេងមិនមានផែនការភ្លាមទេគាត់ចង់មានកូនច្រើនប៉ុន្តែរឿងទាំងនេះមិនគួរត្រូវបានប្រញាប់ប្រញាល់យឺតនិងស្ថិរភាពគឺជាវគ្គត្រឹមត្រូវការខិតខំប្រឹងប្រែងជាប្រចាំពិតជាមានគ្រោះថ្នាក់ដល់រាងកាយមុនពេលចាប់ផ្ដើមការដាំដុះរបស់គាត់ការធ្វើវាច្រើនដងគ្រាន់តែធ្វើឲ្យគាត់មានអារម្មណ៍អស់កម្លាំងបន្តិចប៉ុន្តែបន្ទាប់ពីចាប់ផ្ដើមដាំដុះលូឆេងឆេងអាចយល់ឃើញយ៉ាងច្បាស់ថាសារៈសំខាន់របស់គាត់កំពុងធ្លាក់ចុះដែលប៉ះពាល់ដល់មិនត្រឹមតែស្ថានភាពរាងកាយរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងល្បឿនដាំដុះរបស់គាត់ផងដែរដែលត្រូវការពេលវេលាដើម្បីជាសះស្បើយនេះក៏ជាមូលហេតុដែល Immortal Seedlings ផ្សេងទៀតមិនចង់មានកូនដោយមិនប្រុងប្រយ័ត្នវាពិតជានឹងនាំឲ្យមានការបំផ្លាញរបស់ពួកគេផ្ទាល់ក្នុងព្រឹត្តិការណ៍ភ្នែកមួយជាងកន្លះឆ្នាំបានកន្លងផុតទៅទីបំផុតខ្ញុំបានបង្កើតរបបកំហាញដល់កម្រិតដំបូងនៃការចម្រាញ់ថៃនៅខាងក្នុងបន្ទប់អនុវត្តពាក់អាវយឺត King Shu និងអង្គុយឆ្លងជើង Lu Cheng Sheng បានបើកភ្នែករបស់គាត់ហើយដកដង្ហើមខ្យល់អាក្រក់មុខរបស់គាត់ពោពេញដោយសេចក្តីរីករាយវាមានរយៈពេលជិត10ខែហើយចាប់តាំងពីគាត់បានមកដល់គ្រួសារលោកទីបំផុតគាត់បានបញ្ចប់ដំណើរការនៃការគូថេចូលទៅក្នុងរាងកាយរបស់គាត់ហើយបានបំបែកដល់កម្រិតដំបូងនៃការចម្រាញ់ថៃគាត់បានក្លាយជាអ្នកដាំដុះជាផ្លូវការល្បឿននេះគឺធម្មជាតិមិនលឿនប៉ុន្តែវាក៏មិនយឺតណាស់ដែរបន្ទាប់ពីបានទាំងអស់នៅពេលដែលគាត់មកដល់គ្រួសារលើជាលើកដំបូងគាត់បានចំណាយពេលយ៉ាងច្រើនក្នុងការមានកូនមាន9កម្រិតនៅក្នុងThai Refinement Realm ហើយ3កម្រិតដំបូងមិនពិបាកទេដរាបណាមនុស្សម្នាក់នៅតែបន្តដាំដុះភាពជោគជ័យនឹងកើតឡើងដោយធម្មជាតិលូឆេងឆេងអាចសម្រេចបានល្បឿននៃការបំបែកនេះដោយសារ10 Yellow Dragon Elixir ដែលបានជួយសង្គ្រោះគាត់ជាច្រើនខែនៃការដាំដុះយ៉ាងលំបាកបើមិនដូច្នេះទេលូឆេងឆេងបានប៉ាន់ប្រមាណថាគាត់នឹងត្រូវការ2ឬ3ខែទៀតដើម្បីបំបែកដល់កម្រិតដំបូងនៃការចម្រាញ់ថៃនេះក៏ធ្វើឲ្យគាត់ដឹងពីសារៈសំខាន់នៃធនធានហិរញ្ញវត្ថុក្នុងការដាំដុះក្នុងអំឡុងពេលជាងកន្លះឆ្នាំនេះក្រៅពីការដាំដុះគាត់ក៏មានទំនោរទៅលើបញ្ហាផ្សេងទៀតផងដែរគាត់បានយកអ្នកបម្រើ2នាក់ដែលពូហ្វឺបញ្ជូនមកជាបងប្អូនហើយពួកគេបានមានផ្ទៃពោះដោយជោគជ័យឆ្លើយតបទៅនឹងរឿងនេះពូហ្វឺបានបញ្ជូនអ្នកបម្រើ2នាក់ទៀតដែលមានរូបរាងសមរម្យហើយដើម្បីផ្ដល់រង្វាន់ដល់គាត់បានបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែរបស់គាត់ដល់ Spirit Stones ចំនួន3និង Spirit Rice 20ជីន Lan Shu ត្រូវតែនឹងសម្រាលកូនផងដែរលូឆេងឆេងឈរឡើងហើយកែតម្រូវរ៉ូប King Shu របស់គាត់បន្តិចទោះបីជារ៉ូបនេះមិនមែនជាវត្ថុបុរាណវេទមន្តក៏ដោយវានៅតែមិនធម្មតានៅពេលពាក់វាអាចកែតម្រូវទំហំដោយស្វ័យប្រវត្តិសមនឹងល្អឥតខ្ចោះនិងមានឥទ្ធិពលទប់ទល់នឹងសីតុណ្ហភាពខ្លាំងនិងទប់ស្កាត់ធូលីបន្ទាប់ពីចេញពីការដកថយលូឆេងឆេងបានចំណាយពេលជាមួយប្រពន្ធនិងមិត្តភ័ក្តិរបស់គាត់មួយរយៈបន្ទាប់មកបានទៅលេងផ្ទះរបស់ Lifeo ដើម្បីតាមដានរឿងចាស់ក្នុងចំណោម Immortal Seedlings ទាំងអស់ដែលបានមកដល់គ្រួសារលូគាត់មានតែលក្ខខណ្ឌមិត្តភាពជាមួយ Lifeo ប៉ុណ្ណោះមិនត្រឹមតែដោយសារតែអ្នកទាំងពីរបានជួបគ្នានៅដើមឡើយប៉ុន្តែក៏ដោយសារតែ Lifeo បានជួយសង្គ្រោះជីវិតរបស់គាត់នៅលើផ្លូវទៅកាន់ភ្នំ King Shu ពីមុនតាមរយៈការទំនាក់ទំនងដ៏យូរបែបនេះលូឆេងឆេងបានឲ្យដឹងថាទោះបីជា Lifeo ស្ងប់ស្ងាត់ក៏ដោយគាត់អាចចាត់ទុកថាជាមនុស្សដែលមានមុខត្រជាក់ប៉ុន្តែមានចិត្តកក់ក្ដៅស័ក្តិសមនឹងមិត្តភាពយ៉ាងជ្រាលជ្រៅកន្លះខែទៀតក្រោយមកកុំភ័យខ្លាចជីវិតប្អូនស្រីនៅទីនេះនៅ King Shu Villa ត្រូវបានចិញ្ចឹមដោយថាមពលខាងវិញ្ញាណរាងកាយរបស់នាងរឹងមាំការផ្ដល់កំណើតកូននឹងមិនមានគ្រោះថ្នាក់ទេលើសពីនេះទៅទៀតមានអ្នកដាំដុះដើម្បីជួយការសម្រាលកូនដូច្នេះសូមធានាថានៅខាងក្រៅបន្ទប់ខណៈដែលលូឆេងឆេងស្ដាប់ការយំរបស់លូឡានឈូនៅខាងក្នុងកណ្ដាប់ដៃរបស់គាត់បានកាន់ដៃម្ដងហើយម្ដងទៀត Lifeo បានផ្ដល់ពាក្យលួងលោមនៅក្បែរគាត់ខ្ញុំមិនភ័យខ្លាចទេខ្ញុំគ្រាន់តែរំភើបសប្បាយចិត្តលូឆេងឆេងដកដង្ហើមជ្រៅចូលនិងចេញនៅពេលគាត់និយាយប៉ុន្តែភ្នែកនិងគំនិតរបស់គាត់គឺមិនស្ថិតស្ថេរបង្ហាញយ៉ាងច្បាស់ពីមុខរឹងរបស់គាត់
តើអ្នកបានគិតពីឈ្មោះសម្រាប់កុមារនោះទេឡៃវីយេស៊ូទោះបីជាកុមារនឹងត្រូវបានចិញ្ចឹមក្នុងគ្រួសារលោកបន្ទាប់ពីកំណើតក៏ដោយក្នុងនាមជាឪពុកគាត់នៅតែមានសិទ្ធិដាក់ឈ្មោះកូនសម្រាប់នាមត្រកូលលូឆេងឆេងមាននាមត្រកូលដូចគ្នានឹងគ្រួសារលូដូច្នេះមិនចាំបាច់បារម្ភអំពីបញ្ហានាមត្រកូលទៀតទេខ្ញុំបានគិតអំពីវាប្រសិនបើវាជាក្មេងប្រុសគាត់នឹងមានឈ្មោះថា Penguin ហើយប្រសិនបើវាជាក្មេងស្រីឆាវលូឆេងឆេងឆ្លើយតបដោយមិនចាំបាច់គំនិតរបស់គាត់នៅតែមិនទាន់ស្ថិតស្ថេរមិនយូរប៉ុន្មានការយំយ៉ាងច្បាស់លាស់និងខ្លាំងរបស់ទារកបានលេចចេញពីបន្ទប់ធ្វើឲ្យលូឆេងឆេងភ្ញាក់ផ្អើលហើយនៅពេលនោះសំឡេងជូនដំណឹងអំពីប្រព័ន្ធបានបន្ទោសភ្លាមនៅក្នុងចិត្តរបស់លូឆេងឆេងសូមអបអរសាទរចំពោះម្ចាស់ផ្ទះចំពោះកំណើតកូនដំបូងរបស់អ្នកទទួលបានឱកាសចាប់ឆ្នោតមួយអីឆ្នោតលូឆេងឆេងបានធ្វើការជូនដំណឹងអំពីប្រព័ន្ធនេះមានការភ្ញាក់ផ្អើលមួយផ្លែតគាត់បានដឹងយ៉ាងឆាប់រហ័សថានេះគឺជារង្វាន់សមិទ្ធផលកូនចៅពីប្រព័ន្ធគាត់មិនមានសិទ្ធិមើលសមិទ្ធផលនេះទេគាត់អាចរករកវាដោយខ្លួនឯងប៉ុណ្ណោះដោយមិនមើលឆ្នោតប្រព័ន្ធលូឆេងឆេងមើលបន្ទប់សម្រាលដោយការព្រួយបារម្ភបន្ទាប់ពីមួយរយៈខ្លីទ្វារបានបើកស្ត្រីម្នាក់ដឹកបាច់ឡើងផ្កាឈូកនិងទារកស្នាមជ្រួញដែលចេញពីបន្ទប់អបអរសាទរលោកវិជាមេវ័យក្មេងលូឆេងឆេងឈានទៅកាន់ទារកដោយសម្លឹងមើលមុខស្នាមជ្រួញក្រហមនិងភ្នែកភ្លឺធំមុខរបស់គាត់បង្ហាញពីស្នាមញញឹមដែលចេញពីជម្រៅនៃបេះដូងរបស់គាត់ចាប់ពីថ្ងៃនេះទៅឈ្មោះរបស់អ្នកនឹងជាលូផេងញ៉ានកូនប្រុសរបស់ខ្ញុំជំពូកទី6ជំពូកទី6សិល្បៈរាប់រយនៃការដាំដុះការបង្កើត Talisman 1អ្នកបកប្រែ999603339 Lan Shu អ្នកបានធ្វើការយ៉ាងលំបាកលូឆេងឆេងកាន់ទារកចូលទៅក្នុងបន្ទប់ហើយឃើញលូឡានឈូដេកនៅលើគ្រែគាត់អង្គុយនៅក្បែរនាងហើយចាប់ដៃនាងយ៉ាងទន់ភ្លន់ទោះបីជាពួកគេទាំងពីរត្រូវបានចងចាំដោយអាពាហ៍ពិពាហ៍នៃភាពងាយស្រួលដោយគ្មានមូលដ្ឋានគ្រឹះនៃអារម្មណ៍វាត្រូវបានគេនិយាយថាស្នេហារីកចម្រើនតាមពេលវេលាដោយបានចំណាយពេលជាមួយគ្នាច្រើនណាស់ជាពិសេសឥឡូវនេះកូនបានកើតដោយធម្មជាតិអារម្មណ៍មួយចំនួនបានអភិវឌ្ឍប្តីមុខស្លេករបស់លូឡានឈឺបង្ហាញពីការញឹមនៅពេលនាងហៅចេញយ៉ាងខ្សោយកុំផ្លាស់ទីគ្រាន់តែសម្រាកឲ្យបានល្អសំឡេងរបស់លូឆេងឆេងគឺទន់ភ្លន់កាន់កូននឹងសម្លឹងមើលប្រពន្ធរបស់គាត់នៅពេលនោះគាត់មានអារម្មណ៍សប្បាយរីករាយនៅក្នុងបេះដូងរបស់គាត់គិតថាវាពិតជាល្អណាស់ដើម្បីបន្តបែបនេះជារៀងរហូតប៉ុន្តែគាត់បានចងចាំការធ្វើឃាតដោយគ្រួសារឆេនខណៈពេលកំពុងធ្វើដំណើរទៅកាន់ភ្នំខេងឈូច្បាប់ខុសខើនៃការរស់រានមានជីវិតរបស់មនុស្សដែលសមបំផុតនៅក្នុងពិភពលោកនេះលូឆេងឆេងដឹងថាសុភមង្គលក៏ត្រូវការការការពារនៃកម្លាំងផងដែរដោយមិនចាំបាច់មើលទៅឆ្ងាយគ្មានកម្លាំងនៅពេលដែលគាត់ចាក់ចេញពីគ្រួសារលូសូម្បីតែកូនរបស់គាត់ក៏មិនមែនជារបស់គាត់ដែរហើយសំខាន់ជាងនេះទៅទៀតមានសំណាងក្នុងការឆ្លងកាត់ទៅកាន់ពិភពលោកបែបនេះជាមួយនឹងវាសនានៃការដាំដុះនិងប្រព័ន្ធនៅក្បែរគាត់មិនពេញចិត្តនឹងជីវិតធម្មតាទេដោយឃើញរូបរាងទន់ខ្សោយរបស់លូឡានឈូហើយដឹងថានាងត្រូវការសម្រាកលូឆេងឆេងមិននិយាយច្រើនទេគាត់បានប្រាប់នាងឲ្យសម្រាកឲ្យបានល្អហើយប្រគល់ទារកឲ្យស្ត្រីម្នាក់ដែលឈរនៅក្បែរវាមិនមែនដោយសារតែទារកត្រូវប្រគល់ឲ្យគ្រួសារលោកភ្លាមបន្ទាប់ពីកំណើតទេប៉ុន្តែដោយសារតែគាត់មិនដឹងពីរបៀបថែទាំទារកដូច្នេះគាត់បានអនុញ្ញាតឲ្យស្ត្រីមើលថែវាចំពោះ spiritual wood របស់កុមារវានឹងមិនបង្ហាញរហូតដល់ពួកគេមានអាយុ5ឬ6ឆ្នាំដូច្នេះវាមិនអាចសាកល្បងបានទេឥឡូវនេះបន្ទាប់ពីចាក់ចេញពីបន្ទប់សម្រាលកូនលូឆេងឆេងបានត្រឡប់ទៅបន្ទប់ផ្ទាល់ខ្លួនរបស់គាត់វិញហើយចេញដោយស្ងាត់ប្រព័ន្ធខ្ញុំចង់គូឆ្នោតមួយគេភ្លាមកង់ឆ្នោតនិមិត្តពណ៌ក្រហមស្លេកបានលេចឡើងនៅចំពោះមុខភ្នែករបស់គាត់វាត្រូវបានបែងចែកជា7ផ្នែកបច្ចេកទេសដាំដុះជំនាញសត្វចិញ្ចឹម Ost Elixir កំណប់វេទមន្តទ្រព្យសម្បត្តិនិងផ្សេងទៀតវាពិតជាទូលំទូលាយណាស់គេលូឆេងឆេងសម្លឹងមើលវត្ថុដែលមានសម្រាប់ការចាប់ឆ្នោតមុខរបស់គាត់បង្ហាញពីភាពរីករាយការព្រមានតែមួយគត់គឺថាកង់ឆ្នោតមើលទៅដូចជារ៉ូឡែតពីហ្គេមចាប់យកលុយរបស់សាជីវកម្ម Penguin ពីជីវិតមុនរបស់គាត់វាធ្វើឲ្យគាត់មានអារម្មណ៍មិនគួរឲ្យទុកចិត្តភ័យស្លន់ស្លោបន្តិចតើរឿងល្អពិតជាអាចចេញពីរឿងនេះបានទេហើយលើសពីនេះឆ្នោតក្នុងជីវិតមុនរបស់គាត់អាស្រ័យលើការចំណាយលុយប៉ុន្តែឆ្នោតជីវិតនេះអាស្រ័យលើការចំណាយភាពរឹងមាំវាមានអារម្មណ៍ចម្លែកចំពោះគាត់ភ្លេចវាចាត់ទុកឆ្នោតនេះជាប្រាក់អំណោយរបស់ប្រព័ន្ធ
Lu Cheng Sheng មិនគិតច្រើនទេហើយនិយាយដោយស្ងៀមស្ងាត់ថាចាប់ផ្ដើមឆ្នោតក្នុងពេលតែមួយពន្លឺមាសមួយបានចាប់ផ្ដើមបង្វិលនៅលើកង់ពណ៌ក្រហមស្លេកបន្ទាប់ពី5វិនាទីកង់បានបន្ថយល្បឿនហើយក្រោមការសម្លឹងមើលដោយក្តីសង្ឃឹមរបស់ Lu Cheng Sheng ពន្លឺមាសបានឈប់នៅលើជំនាញដេញសូមអបអរសាទរចំពោះម្ចាស់ផ្ទះដែលទទួលបានជំនាញបង្កើត Talisman លំដាប់ទី2រង្វាន់ត្រូវបានចេញទៅកាន់ System Space ហើយម្ចាស់ផ្ទះអាចពិនិត្យមើលវាបានគ្រប់ពេលចង្កំពន្លឺរាង Talisman បានលេចចេញពីកង់ធំអំដោយសំឡេងរបស់ប្រព័ន្ធជាមួយនឹងចលនាចិត្តបន្តិច Lu Cheng Sheng បានឃើញចង្កំពន្លឺរាងគំនូនៅក្នុង System Space ជាមួយនឹងព័ត៌មានលេចឡើងនៅលើវា Second Rank Talisman Making Skill នៅពេលប្រើអ្នកអាចយល់ដោយផ្ទាល់ពីជំនាញបង្កើត Talisman កម្រិតពេញលំដាប់ទី2និង Complete Collection of Talismans ដែលត្រូវគ្នាទទួលបានដោយផ្ទាល់ Second Rank Full Level Talisman Making Skill ប្រព័ន្ធខ្ញុំសូមអភ័យទោសខ្ញុំទទួលស្គាល់ថាខ្ញុំមានគំនិតតូចចង្អៀតបន្តិចនៅដើមមានភាពលំអៀងមួយចំនួននៅពេលដែល Lu Cheng Sheng បានឃើញព័ត៌មានទឹកមុខរបស់គាត់ពោពេញដោយការភ្ញាក់ផ្អើលគាត់មិនបានរំពឹងថានឹងទទួលបានអ្វីដែលល្អបែបនេះនៅក្នុងការព្យាយាមលើកដំបូងរបស់គាត់នៅឆ្នោតដោយបាននៅក្នុងគ្រួសារលើមួយរយៈមកហើយគាត់មិនត្រឹមតែផ្ដោតលើការមានកូននិងអនុវត្តការដាំដុះប៉ុណ្ណោះទេគាត់ក៏បានពង្រឹងខ្លួនឯងដោយរៀនរឿងជាច្រើនអំពី Cultivation World គាត់ដឹងថា Second Rank Talisman Making Skill មានតម្លៃប៉ុណ្ណានិងតម្លៃរបស់វាដូចនៅក្នុងពិភពលោក Cultivators ក៏មានវិជ្ជាជីវៈនិងជំនាញជាច្រើនផងដែរឧទាហរណ៍ Alchemy, Artifact Refining, Talisman Making, Formation, Beast Taming, Gardening, Medicinal Cooking, Spirit Identification, Mining និងដូច្នេះនៅលើក្នុងជីវិតមុនរបស់គាត់មានពាក្យថាប្រសិនបើអ្នកមានជំនាញអ្នកនឹងមិនអត់ឃ្លានគ្រប់ទីកន្លែងដែលអ្នកទៅវាអនុវត្តដូចគ្នាសម្រាប់អ្នកដាំដុះលើសពីនេះទៅទៀតមិនត្រឹមតែអ្នកនឹងមិនអត់ឃ្លានប៉ុណ្ណោះទេប៉ុន្តែអ្នកក៏នឹងមានតម្រូវការខ្ពស់ផងដែរគោរពគ្រប់ទីកន្លែងដែលអ្នកទៅដោយសារតែកម្រិតចូលសម្រាប់ជំនាញរបស់ Cultivator គឺខ្ពស់ជាងច្រើនវាមិនមែនជាអ្វីដែលអ្នកអាចរៀនបានដោយសារតែអ្នកចង់ហើយមនុស្សគ្រប់គ្នាក៏មិនអាចគ្រប់គ្រងវាបានដែរវាអាស្រ័យយ៉ាងខ្លាំងលើទេពកោសល្យនិងទ្រព្យសម្បត្តិក្នុងចំណោមជំនាញទាំងអស់ Formation, Alchemy, Artifact Refining និង Talisman Making មានប្រជាប្រិយភាពជាពិសេស Second Rank Talisman Making ត្រូវនឹង Talismans of the Foundation Establishment Stage ដែលស្ថិតនៅខាងលើ Kai Refinement ជាមួយនឹងជំនាញនេះគាត់អាចក្លាយជាភ្ញៀវកិត្តិយសភ្ញៀវនៅក្នុងគ្រួសារនិងអំណាចផ្សេងដោយមិនចាំបាច់គិតបន្ថែមទៀត Lu Cheng Sheng បានធ្វើឲ្យជំនាញបង្កើត Talisman លំដាប់ទី2នៅក្នុង System Space ក្នុងភ្លាមការកើនឡើងនៃចំណេះដឹងបានប្រញាប់ប្រញាល់ចូលទៅក្នុងចិត្តរបស់គាត់ការណែនាំអំពី Talismans ការប្រមូលពេញលេញនៃ Talismans មូលដ្ឋានការប្រមូលពេញលេញនៃ Talismans លំដាប់ទី1ការប្រមូលពេញលេញនៃ Talismans លំដាប់ទី2សិល្បៈដ៏អស្ចារ្យនៃការបង្កើត Talisman របៀបដែល Talismans ត្រូវបានបង្កើតឡើងការបង្កើត Talisman ពីអ្នកចាប់ផ្ដើមដំបូងដល់ភ្នូបន្ទាប់ពីមួយរយៈគំនិតរបស់ Lu Cheng Sheng ត្រូវបានពោពេញទៅដោយចំណេះដឹងជាច្រើនអំពីគំនិតគាត់ក៏មានអារម្មណ៍ថាគាត់បានគូនឹងបង្កើតគំនូររាប់សិបឆ្នាំមកហើយគាត់បានចូលទៅចិត្តរបស់គាត់យ៉ាងឆាប់រហ័សយកជក់សរសេរហើយគូររូបគំនូរអាថ៌កំបាំងនិងស្មុគស្មាញនៅលើក្រដាសមួយជាមួយនឹងភាពស្រស់ស្អាតដូចជានាគនិងពស់កំពុងប្រណាំងឆ្លងកាត់ពុកអារម្មណ៍នេះគឺអស្ចារ្យណាស់វាដូចជាខ្ញុំបានអនុវត្តអក្សរនិងការសរសេរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមិនមានភាពរឹងឬមិនស្គាល់តិចតួចទេជាការពិតណាស់អ្វីដែលផលិតដោយប្រព័ន្ធនេះត្រូវបានធានាថាជាផលិតផលល្អសម្លឹងមើលគំនូរនៅលើក្រដាសមុខរបស់ Lu Cheng Sheng បង្ហាញទឹកមុខភ្ញាក់ផ្អើលនិងរីករាយគាត់មិនបានសរសេរដោយគ្មានគោលបំណងនោះគឺជាគំនិតសម្រាប់ Fireball Talisman លំដាប់ទី1កម្រិតទាបវាគ្រាន់តែថាចាប់តាំងពីគាត់មិនបានប្រើជក់ Talisman ក្រដាស Talisman ទឹកថ្នាំវិញ្ញាណឬអំណាចខាងវិញ្ញាណវាមិនបានក្លាយជា Talisman ពិតប្រាកដលោកមិនអាចពន្យល់ដំណើរការគំនូរនេះដោយខ្លួនឯងបានទេវាដូចជាការញ៉ាំនិងផឹកទឹកអ្វីដែលគាត់បានធ្វើរាប់មិនអស់ពីមុនដែលបានក្លាយជាការចងចាំសាច់ដុំរួចទៅហើយជាមួយនឹងជំនាញបង្កើតគំនូរលំដាប់ទី2ទោះបីជាខ្ញុំចាក់ចេញពីគ្រួសារលោកក៏ដោយខ្ញុំនឹងអាចឈរនៅលើជើងពីរដោយខ្លួនឯងកុំបារម្ភអំពីការមិនអាចទទួលបានប្រពន្ធឬគាំទ្រប្រពន្ធនឹងកូន Lu Cheng Sheng ដកដង្ហើមជ្រៅអារម្មណ៍របស់គាត់រំភើបនិងរីករាយទោះជាយ៉ាងណាបន្ទាប់ពីមួយភ្លេតគាត់ច្រមុះ
ប៉ុន្តែឥឡូវនេះខ្ញុំមិនអាចបង្ហាញជំនាញបង្កើតគំនូរលំដាប់ទី2ទាំងនេះបានទេបើមិនដូច្នេះទេខ្ញុំនឹងមិនអាចពន្យល់វាបានទេហើយវាអាចនាំមកនូវបញ្ហាថែមទៀតបុរសស្លូតត្រង់ម្នាក់ទទួលកំហុសដោយការកាន់កាប់ត្បូងកូនប្រុសដែលត្រូវបានលុបបំបាត់ដោយ Immortal Sex ហើយទើបតែចាប់ផ្ដើមដាំដុះភ្លាមនោះស្ទាត់ជំនាញការបង្កើត Talisman និងបង្កឲ្យមានការសង្ស័យនិងអញ្ជើញបញ្ហាលើសពីនេះបច្ចុប្បន្នគាត់ជាកូនប្រុសដែលរស់នៅដោយការចំណាយរបស់គ្រួសារលោកប្រសិនបើគាត់បង្ហាញជំនាញបង្កើតគំនូររបស់គាត់អ្នកណាដឹងថាគ្រួសារលោកនឹងមានឥរិយាបថយ៉ាងណាពួកគេអាចទៅពីការប្រើគាត់ជាដៃគូបង្កាត់ពូជទៅចាត់ទុកគាត់ជាឧបករណ៍បង្កើតគំនិតខ្ញុំមិនអាចប្រញាប់ប្រញាល់វាបានទេខ្ញុំត្រូវយកអ្វីយឺតដំបូងខ្ញុំនឹងទិញឧបករណ៍និងសម្ភារៈធ្វើគំនូរមួយឈុតដើម្បីហ្វឹកហាត់បង្កើតគំនូរបន្ទាប់មកខ្ញុំនឹងបង្ហាញទេពកោសល្យរបស់ខ្ញុំជាបណ្ដាក្នុងការបង្កើត Talisman នៅគ្រួសារលោកទីបំផុតបង្ហាញពីជំនាញ Talisman Master លំដាប់ទី1និងទី2របស់ខ្ញុំនៅក្នុងការរីកចម្រើន Logical វិធីនោះវានឹងមិនបង្កឲ្យមានការសង្ស័យប្រហែលជាសំបីតែសម្រាប់ទេពកោសល្យរបស់ខ្ញុំក្នុងការបង្កើតគំនូរគ្រួសារលោកនឹងឲ្យតម្លៃខ្ញុំកាន់តែច្រើនហើយស្ថានភាពរបស់ខ្ញុំនឹងកើនឡើងលូឆេងឆេងដកដង្ហើមជ្រៅហើយបន្ទាប់ពីគិតមួយរយៈគាត់បានសម្រេចចិត្តឥឡូវនេះឃើញឥទ្ធិពលនៃប្រព័ន្ធនិងមានជំនាញបង្កើតគំនូរលំដាប់ទី2គាត់មានអារម្មណ៍កាន់តែមានទំនុកចិត្តអំពីពិភពលោកនេះនិងអនាគតរបស់គាត់ដឹងថាដរាបណាគាត់មានការប្រុងប្រយ័ត្នមានកូនច្រើននិងបង្កបញ្ហាតិចទោះបីជាគាត់មិនក្លាយជាអមតៈឬបុព្វបុរសក៏ដោយសមិទ្ធផលរបស់គាត់នាពេលអនាគតនឹងមិនអាក្រក់ពេកទេព្រឹកថ្ងៃបន្ទាប់លូឆេងឆេងបានចេញទៅក្រៅហើយយកដាវហោះវេទមន្តដែលលូយូអេនីងបានផ្ដល់រង្វាន់ដល់គាត់ពីមុនហើយឆ្ពោះទៅរក100 Treasures Pavilion នៅ King Shuvela The 100 Treasures Pavilion គឺស្រដៀងទៅនឹងផ្សារទំនើបមួយពួកគេបានលួសរបស់គ្រប់ប្រភេទដូចជា Magic Artifacts, Elixir Medicines, Talismans, Spirit Rice, Spirit Vegetables, Demon Beast Meat និងរបស់របរប្រចាំថ្ងៃជារៀងរាល់ខែលូឆេងឆេងនឹងប្រើ Spirit Stones ដែលគាត់ទទួលបានដើម្បីទិញសាច់ Demon Beast និងបន្លែវិញ្ញាណពី100 Treasures Pavilion Elixir Medicines មានប្រសិទ្ធភាពប៉ុន្តែថ្លៃពេកសម្រាប់នរណាម្នាក់ដែលក្រីក្រដូចគាត់ការញ៉ាំ Spirit Vegetables និងសាច់ Demon Beast មានប្រសិទ្ធភាពជាងថ្ងៃនេះគាត់បានមកដល់100 Treasures Pavilion មានបំណងទិញឧបករណ៍និងសម្ភារៈផលិតគំនូរមួយឈុតសម្រាប់ Flying Sword គាត់អស់លុយហើយគ្រោងលក់វាជាសាច់ប្រាក់ម្ចាស់ហាងតើអ្នកលក់ Big Talisman ក្រដាស Talisman និងទឹកថ្នាំវិញ្ញាណសម្រាប់ធ្វើ Talisman នៅទីនេះទេនៅពេលទៅដល់100 Treasures Pavilion លោកឆេងឆេងបានសួរម្ចាស់ហាងដែលកំពុងអង្គុយនៅលើកៅអីតើអ្នកត្រូវការរបស់ទាំងនេះសម្រាប់អ្វីម្ចាស់ហាងគឺជាបុរសចំណាស់សក់ពណ៌ប្រផេះហើយក៏ជាអ្នកដាំដុះផងដែរខ្ញុំចង់រៀនការបង្កើតគំនូរដូច្នេះខ្ញុំមានគម្រោងទិញសម្ភារៈមួយចំនួនដើម្បីសាកល្បងវាលូឆេងឆេងឆ្លើយតបរៀនធ្វើគំនូរបុរសចំណាស់នោះហាក់ដូចជារឿងកំប្លែងហើយមិនអាចជួយសាច់បានសម្លឹងមើលលូឆេងឆេងគាត់បាននិយាយថាតើអ្នកដឹងទេថាវាលំបាកប៉ុណ្ណាក្នុងការរៀនធ្វើគំនូរមិនមានអ្នកដាំដុះច្រើនទេនៅក្នុង King Shuvela មានតែប្រហែល100នាក់ប៉ុណ្ណោះហើយគាត់ស្គាល់ភាគច្រើននៃពួកគេលូឆេងឆេងដែលជាកូនប្រុសដែលមានកូន5នាក់ក្នុងរយៈពេល1ឆ្នាំទទួលបានភាពល្បីល្បាញមួយចំនួននៅក្នុង King Shuvela ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះម្ចាស់ហាងខ្ញុំមិនដឹងទេប៉ុន្តែទេពកោសល្យរបស់ខ្ញុំមានកំណត់បន្តដាំដុះបែបនេះខ្ញុំអាចមើលឃើញដែនកំណត់របស់ខ្ញុំដូច្នេះខ្ញុំប្រហែលជាព្យាយាមរៀនសិប្បកម្មមួយលូឆេងឆេងញ័រក្បាលញឹមលោកបានរៀបចំការលើកលែងទាំងអស់នេះកាលពីយប់មុនហេវាជាការល្អដែលអ្នកមានគំនិតនេះប៉ុន្តែខ្ញុំណែនាំអ្នកកុំខ្ជះខ្ជាយលុយរបស់អ្នកចំណូលថ្មីណាដែលចង់រៀនធ្វើគំនូរទំនងជាបរាជ័យ100ដងនៅពេលដែលពួកគេចាប់ផ្ដើមហើយប្រសិនបើពួកគេមានសមត្ថភាពមិនល្អសូម្បីតែបរាជ័យ200-300ដងក៏មិនគួរឲ្យភ្ញាក់ផ្អើលដែរនោះនៅតែសម្រាប់គំនិតដូចគ្នាប្រសិនបើអ្នកព្យាយាមបង្កើតគំនូរផ្សេងទៀតទោះបីជាវាងាយស្រួលបន្តិចក៏ដោយអត្រាបរាជ័យនៅតែខ្ពស់គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកថ្មីថ្មោងដើម្បីក្លាយជា Elementary Talisman Master វាទាមទារការព្យាយាមរាប់ពាន់លើរាប់ពាន់ដងគិតអំពីការចំណាយដែលពាក់ព័ន្ធសម្រាប់ខ្លួនអ្នកម្ចាស់ហាងឃើញថាលូឆេងឆេងមានភាពខិតខំប្រឹងប្រែងនៅក្នុងគ្រួសារលោកដោយបានធ្វើឲ្យស្ត្រី5នាក់មានផ្ទៃពោះក្នុងរយៈពេល1ឆ្នាំមានន័យល្អជាមួយនឹងដំបូន្មានរបស់គាត់ជំពូកទី7ការបង្កើត Talisman 1អ្នកបកប្រែ999569339លូឆេងឆេងនៅពេលរឿងនេះក៏មានការភ្ញាក់ផ្អើលបន្តិចផងដែរ
ទោះបីជាគាត់បានទទួលជំនាញបង្កើតគំនូរថ្នាក់ទី2តាមរយៈប្រព័ន្ធក៏ដោយគាត់ពិតជាមិនដឹងពីការលំបាកជាក់លាក់ដែលពាក់ព័ន្ធនឹងការផលិតគំនូរគាត់ទើបតែដឹងថាការបង្កើត talismans គឺពិបាកជាងការស្រមៃសម្រាប់អ្នកថ្មីវាត្រូវការប៉ុនប៉ងអនុវត្តរាប់ម៉ឺនដងដើម្បីចាប់ផ្ដើមនិងក្លាយជា Elementary Talisman Master Elementary Talisman Master នេះសំដៅទៅលើ First Grade Talisman Master ដែលមានគុណភាពទាបFirst Grade Talisman Masters ត្រូវបានចាត់ថ្នាក់ដោយផ្អែកលើគំនូរដែលពួកគេអាចគូរចូលទៅក្នុង First Grade Talisman Masters ដែលមានគុណភាពទាបថ្នាក់មធ្យមថ្នាក់ខ្ពស់និង Talisman Master កម្រិតកំពូលថ្នាក់ទី2 Talisman Masters ក៏ត្រូវបានចាត់ថ្នាក់ដូចគ្នា Lu Chengsheng ដោយទទួលបានជំនាញបង្កើតគំនូរថ្នាក់ទី2មានជំនាញពេញលេញនៃថ្នាក់ទី2នោះគឺ Talisman Master ថ្នាក់ទី2កម្រិតកំពូលសម្រាប់អ្នកថ្មីដើម្បីលើកកម្ពស់ជំនាញបង្កើតគំនូររបស់ពួកគេដល់ថ្នាក់ទី2ពេលវេលាការខិតខំប្រឹងប្រែងនិងលុយដែលបានចំណាយគឺមិនអាចវាស់វែងបានសូម្បីតែការខិតខំប្រឹងប្រែងពេញមួយជីវិតប្រហែលជាមិនគ្រប់គ្រាន់ដើម្បីសម្រេចបានវានៅពេលនេះ Lu Chengsheng មានអារម្មណ៍ថាជំនាញបង្កើតគំនូរថ្នាក់ទី2របស់គាត់មានតម្លៃជាងការស្រមៃម្ចាស់ហាងខ្ញុំនៅតែចង់សាកល្បងវា Lu Chengsheng បាននិយាយដោយទឹកមុខប្រាជ្ញាចិត្តមិនថាវាលំបាកប៉ុណ្ណាទេតើវាមានទំនាក់ទំនងអ្វីជាមួយគាត់កាន់តែពិបាកក្នុងការក្លាយជា Talisman Master ជំនាញនេះកាន់តែមានតម្លៃមិនអីទេចាប់តាំងពីអ្នកអះអាងថានឹងទិញតើខ្ញុំអាចបដិសេធមិនលក់ឲ្យអ្នកដោយរបៀបណាដោយឃើញថា Lu Chengsheng តស៊ូម្ចាស់ហាងមិនព្យាយាមបញ្ចុះបញ្ចូលគាត់បន្ថែមទៀតទេការផ្ដល់ដំបូន្មានគឺជាកាយវិការដ៏ល្អពីគាត់រួចទៅហើយអ្នកដឹងថាមនុស្សវ័យក្មេងពួកគេនឹងមិនឈប់រហូតដល់ពួកគេបុកជញ្ជាំងខាងត្បូងជក់សក់ចុកធម្មតាថ្មវិញ្ញាណ20នីមួយអាចប្រើបានប្រហែល200ដងក្រដាសគំនូរធម្មតាថ្នាក់ទី1ថ្មវិញ្ញាណ1សម្រាប់កញ្ចប់10សន្លឹកទឹកថ្នាំខាងវិញ្ញាណធម្មតាថ្នាក់ទី1ថ្មវិញ្ញាណ1ក្នុង1ប្រអប់អាចប្រើបានប្រហែល50ដងម្ចាស់ហាងបានដកស្រង់តម្លៃនៅពេលលើបែបនេះ Lu Chengsheng មកក្បាលហើយយកដាវហោះរបស់គាត់ចេញដោយនិយាយថាដល់ម្ចាស់ហាងតើអ្នកសូមវិតម្លៃដាវហោះនេះសម្រាប់ខ្ញុំទេតើនេះជាអ្នកដែលប្រធានគ្រួសារបានផ្ដល់រង្វាន់ដល់អ្នកមែនទេម្ចាស់ហាងមានការភ្ញាក់ផ្អើលបន្តិចដោយមិនរំពឹងថា Lu Chengsheng នឹងលក់ដាវហោះរបស់គាត់គ្រាន់តែដើម្បីធ្វើគំនូរប៉ុន្តែម្ដងទៀតក្នុងនាមជាបុរសដែលបានរៀបការក្នុងគ្រួសារតើគាត់នឹងទទួលបានលុយនៅឯណាទៀតប្រសិនបើមិនមែនដោយការលក់ដាវហោះជាការពិតណាស់Lu Chengsheng មកក្បាលសម្រាប់ដាវហោះនេះខ្ញុំនឹងមិន show change អ្នក50ថ្មវិញ្ញាណម្ចាស់ហាងបានលាតដៃមួយកិច្ចព្រមព្រៀងបន្ទាប់មកសូមផ្ដល់ឲ្យខ្ញុំជក់សក់ចកក្រដាសគំនូរ10កញ្ចប់និងទឹកថ្នាំខាងវិញ្ញាណ2ប្រអប់ទៀតLu Chengsheng បាននិយាយដោយងក់ក្បាលហើយដាក់ដាវហោះនៅលើបញ្ជរម្ចាស់ហាងពិតជាមិនបានសម្រង់គាត់ទេប្រសិនបើលក់នៅកន្លែងផ្សេងដាវហោះនឹងយក Spirit Stones 2 3បន្ថែមទៀតប៉ុណ្ណោះដោយពិចារណាថា Lu Lanshu បានសម្រាលកូនហើយ Lu Xia និង Lu Kinger ក៏ជិតនឹងសម្រាលកូនផងដែរ Lu Chengsheng បានបន្ថែមថាសូមផ្ដល់ឲ្យខ្ញុំមួយយានគ្នានៃ Ginseng, Licorice, Angelica ត្រារបស់ Solomon និង Flyberry Gojib ទាំងនេះគឺជាឱសថដែលដាំដោយគ្រួសារ Lu ដោយខ្លួនឯងចាត់ថ្នាក់ជា Spirit Plants ជាមួយនឹងឥទ្ធិពលនៃការចិញ្ចឹមវិញ្ញាណអបថមនិងបំពេញថាមពលមិនអីទេដែលមកដល់សរុប37ថ្មវិញ្ញាណខ្ញុំនឹងផ្ដល់ឲ្យអ្នក13ថ្មវិញ្ញាណជាការផ្លាស់ប្ដូរម្ចាស់ហាងបាននិយាយនៅពេលគាត់ដាក់ដាវហោះយករបស់ដែល Lu Chengsheng បានស្នើសុំហើយផ្ដល់ឲ្យគាត់13ថ្មវិញ្ញាណសូមអរគុណម្ចាស់ហាងLu Chengsheng បានសម្ដែងការដឹងគុណរបស់គាត់ហើយចាក់ចេញជាមួយនឹងការទិញរបស់គាត់នៅខាងក្នុងការសិក្សាLu Chengsheng បានរៀបចំយ៉ាងស្អាតនៅជក់ Talisman ទាំងមូលក្រដាស Talisman និងទឹកថ្នាំខាងវិញ្ញាណនៅលើតុក្រៅពីពួកគេក៏មានច្បាប់ចម្លងនៃ Introduction to Talismans គឺនិង Complete Collection of Basic Talismans គឺផងដែរព័ត៌មានជំនាញដែលផ្ដល់ដោយប្រព័ន្ធរួមមានគំនិតជាច្រើនប្រភេទប៉ុន្តែដើម្បីដាក់ទង្វើមួយវាត្រូវតែហ្មត់ចត់វាមិនអាចជាថាគាត់បានក្លាយជា Talisman Master ដោយមិនធ្លាប់មើលសៀវភៅទេមែនទេនោះនឹងមិនសមហេតុផលបន្តិចដូច្នេះដើម្បីជាប្រយោជន៍នៃការប្រុងប្រយ័ត្ន Lu Chengsheng បានសម្រេចចិត្តសម្ដែងហើយធ្វើដំណើរទៅកាន់បណ្ណាល័យរបស់គ្រួសារ Lu ដោយចំណាយ Spirit Stone មួយដើម្បីខ្ចីសៀវភៅពីអំពីគំនូរសម្ភារៈសម្រាប់ធ្វើ Talismans 100មានតម្លៃប្រហែល22ថ្មវិញ្ញាណ Talisman មូលដ្ឋានដែលមានគុណភាពទាបថ្នាក់ទី1អាចលក់បានក្នុងតម្លៃ1-2 Spirit Stones ប្រសិនបើទាំងអស់ត្រូវបានធ្វើទៅជាគំនិតប្រាក់ចំណេញទាបបំផុតនឹងមាន5ដង
ហើយច្រើនបំផុតវាអាចមាន10ដងប្រសិនបើទាំងអស់អាចត្រូវបានធ្វើឲ្យคล้ายជាគំនូរថ្នាក់មធ្យមថ្នាក់ទី1បន្ទាប់មកប្រាក់ចំណេញអាចឡើងដល់ជាង20ដងប្រាក់ចំណេញខ្ពស់បែបនេះពិតជាការបង្កើតគំនូររបស់ខ្ញុំជាកម្មសិទ្ធិពេញលេញនៅថ្នាក់ទី2ដូច្នេះដើម្បីគូសម្ភារៈទាំងអស់នេះទៅក្នុងគំនូរថ្នាក់ទី1នឹងជានមួយលូឆេងសេងកិនយ៉ាងជំនាញនឹងលីទឹកថ្នាំវិញ្ញាណកិននាក្នុងចិត្តរបស់គាត់ថ្នាក់ផ្សេងគ្នានៃ Talisman ទាមទារសម្ភារៈខុសគ្នាជក់សក់ចកដែលគាត់បានទិញគឺជាប្រភេទទូទៅបំផុតស័ក្តិសមសម្រាប់អ្នកចាប់ផ្ដើមប្រើហើយអាចប្រើបានតែដើម្បីគូគំនូរមូលដ្ឋាននិងគំនូរថ្នាក់ទី1ថ្នាក់ទាបនិងមធ្យមប៉ុណ្ណោះវាមិនមែនជាការពិតទាំងស្រុងដែលវាមិនអាចត្រូវបានប្រើដើម្បីគូគំនូរថ្នាក់ទី1និងកំពូលវាគ្រាន់តែប៉ះពាល់យ៉ាងខ្លាំងដល់អត្រាជោគជ័យរបស់ Talisman ហើយជោគងាយនឹងពាក់នឹងបង្ហូរទឹកភ្នែកដែលនាំឲ្យមានការចោលរបស់វាជាទូទៅគ្រូ Talisman ដែលអាចគូ Talisman ថ្នាក់កណ្ដាលខាងលើនិងកំពូលនឹងមិនខ្វល់ពីចំនួនប្រាក់នេះទេពួកគេតែងតែព្យាយាមទិញសម្ភារៈនិងឧបករណ៍ល្អបំផុតដើម្បីបង្កើនអត្រាជោគជ័យរបស់ពួកគេក្នុងការផលិតគំនូរស្រដៀងគ្នានេះដែរក្រដាស Talisman និងទឹកថ្នាំវិញ្ញាណក៏ត្រូវបានបែងចែកជាថ្នាក់ធម្មតាកម្រិតខ្ពស់និងកំពូល3ថ្នាក់ផងដែរប្រភេទធម្មតាភាគច្រើនត្រូវបានប្រើសម្រាប់គូគំនូរថ្នាក់ទី1ថ្នាក់កណ្ដាលកម្រិតខ្ពស់គឺសមរម្យសម្រាប់ការគូគំនូរថ្នាក់ទី1ថ្នាក់មធ្យមនិងថ្នាក់លើប្រភេទកំពូលគឺសមរម្យសម្រាប់ការគូគំនូរថ្នាក់ទី1និងកំពូលបន្ទាប់ពីកិននិងលីទឹកថ្នាំលូឆេងសេងបានដាក់ក្រដាស Talisman យកជក់ Talisman ក្នុងដៃដកដង្ហើមជ្រៅ2ដងដើម្បីស្ងប់ស្ងាត់ស្មារតីរបស់គាត់ហើយចាប់ផ្ដើមព្យាយាមបង្កើតគំនូរប្រសិនបើគាត់ជាអ្នកចាប់ផ្ដើមដំបូងគាត់ក៏ត្រូវងូតទឹកនិងបដូរសម្លៀកបំពាក់ថ្មីនិងធ្វើពិធីដូចជាការកែតម្រូវរាងកាយចិត្តនិងដង្ហើមជាដើមប៉ុន្តែលូឆេងសេងមានបទពិសោធន៍ហើយការអនុវត្តទាំងនេះគឺជាធម្មជាតិទី2រួចទៅហើយសម្រាប់គាត់ដូច្នេះដោយធម្មជាតិគាត់មិនត្រូវការវាទេលោកបានជ្រលក់ជក់ Talisman ចូលទៅក្នុងទឹកថ្នាំបន្ទាប់មកអំណាចខាងវិញ្ញាណបានកើនឡើងពីខាងក្នុងរាងកាយរបស់គាត់ទៅបាតដៃរបស់គាត់តាមរយៈជក់ Talisman នៅក្នុងដៃរបស់គាត់ហើយបន្ទាប់មកទៅចុងនៃជក់ធ្វើឲ្យចុងដែលត្រាំក្នុងទឹកថ្នាំវិញ្ញាណបញ្ចេញពន្លឺស្រាលនៅពេលដែលចុងប៉ះក្រដាស Talisman ត្រេគាត់បានចាប់ផ្ដើមផ្លាស់ទីវាយ៉ាងឆាប់រហ័សនិងក្លាហានបាញ់ទឹកថ្នាំដោយភាពស្ទាត់ជំនាញយ៉ាងខ្លាំងដំណើរការទាំងមូលគឺរលូននិងមិនមានការរំខានដោយគ្មានការពន្យាពេលមួយលូឆេងសេងលើកដៃរបស់គាត់មួយអាចមើលឃើញស្រទាប់នៃពន្លឺលេចឡើងនៅលើក្រដាស Talisman នៅលើតូបញ្ចេញការប្រែប្រួលខ្លាំងនៃថាមពលខាងវិញ្ញាណដែលបានរឹងមាំយ៉ាងឆាប់រហ័សទឹកថ្នាំវិញ្ញាណបន្ទាប់ពីមួយរយៈខ្លីទឹកថ្នាំវិញ្ញាណបានរឹងមាំពន្លឺនៅលើក្រដាស Talisman បានចរាចរហើយបន្ទាប់មកបន្ថយបន្តិចម្ដងបាត់ពីមើលឃើញគំនូរថ្នាក់ទី1ថ្នាក់ទាប Flame Bullet Talisman បានបញ្ចប់ហើយហូឃើញឈុតឆាកនេះលូឆេងសេងក៏ដកដង្ហើមវែងហើយស្នាមញញឹមបានលេចឡើងនៅលើបូមាត់របស់គាត់ការទទួលបានជំនាញដែលពាក់ព័ន្ធគឺជារឿងមួយប៉ុន្តែការបង្កើត Talisman ដោយខ្លួនឯងដោយជោគជ័យគឺជារឿងមួយទៀតការបង្កើត Talisman ពិតជាបំផ្លាញថាមពលខាងវិញ្ញាណជាមួយនឹងកម្រិតនៃការចម្រាញ់ខៃរបស់ខ្ញុំអាចគូគំនូរថ្នាក់ទី1កម្រិតទាប2ឬ3បានច្រើនបំផុតប្រសិនបើខ្ញុំត្រូវគូគំនូរថ្នាក់ទី1ថ្នាក់មធ្យមខ្ញុំគិតថាខ្ញុំអាចគ្រប់គ្រងបានតែមួយប៉ុណ្ណោះច្រើនបំផុតលូឆេងសេងពិនិត្យមើល Flame Bullet Talisman ដែលគាត់កាន់ក្នុងដៃយ៉ាងជិតស្និទ្ធដោយការចាក់ដាននៃថាមពលខាងវិញ្ញាណមនុស្សម្នាក់អាចធ្វើឲ្យ Talisman ដំណើរការដោយបញ្ចេញគ្រាប់កាំភ្លើងសម្រាប់ថាមពលរបស់វាគឺប្រហែលដូចគ្នាទៅនឹង Flame Bullet Technical នៃការចម្រាញ់ថាមពលកម្រិតទី3នេះគឺជាទិដ្ឋភាពដ៏គួរឲ្យខ្លាចនៃ Talismansលូឆេងសេងត្រឹមតែកម្រិតដំបូងនៃការចម្រាញ់ខៃនិងបំផ្លាញថាមពលខាងវិញ្ញាណរបស់គាត់ដោយប្រើបច្ចេកទេស Flame Bullet តែមួយប៉ុន្តែជាមួយនឹងថាមពលខាងវិញ្ញាណដូចគ្នានោះគាត់អាចគូគំនូរ2ឬ3ជាមួយនឹងថាមពលនៃបច្ចេកទេស Flame Bullet នៅកម្រិតទី3នៃការចម្រាញ់ថាមពលភ្លាមនោះលូឆេងសេងបានគូ Featherweight Talisman និង Rejuvenation Insignia មួយទៀតទាំងពីរគឺជាគំនូរថ្នាក់ទី1ថ្នាក់ទាបមានអារម្មណ៍ថាការបន្តគូនឹងមិនត្រឹមតែបំផ្លាញថាមពលខាងវិញ្ញាណរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យស្មារតីរបស់គាត់អស់កម្លាំងផងដែរលូឆេងសេងបានរក្សាទុកគំនិតទាំង3ទៅឆ្ងាយហើយចាប់ផ្ដើមអង្គុយសមាធិដើម្បីដាំដុះថ្ងៃបន្ទាប់លូឆេងសេងបានបើកភ្នែករបស់គាត់បន្ទាប់ពីអង្គុយសមាធិពេញមួយយប់ថាមពលនិងថាមពលខាងវិញ្ញាណរបស់គាត់បានជាសះស្បើយពេញលេញប្រហែលជាទង្វើនៃការគូគំនូរកាលពីថ្ងៃមុនបានប្រើប្រាស់ថាមពលខាងវិញ្ញាណនិងវិញ្ញាណផ្លូវចិត្តរបស់គាត់ក្នុងកម្រិតខ្លះដែលធ្វើឲ្យការដាំដុះកាលពីយប់មិញមានប្រសិទ្ធភាពជាងធម្មតា
ការធ្វើឲ្យ talisman បំផ្លាញធម៌ពលខាងវិញ្ញាណនិងវិញ្ញាណប៉ុន្តែវាហាក់ដូចជាជួយដល់ការដាំដុះបន្តិច Lu Chengsheng មានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែគាត់មិនបានយកចិត្តទុកដាក់ខ្លាំងពេកចំពោះផលប៉ះពាល់បន្តិចនេះគាត់បានមកដល់តូបយកជក់សក់ចកហើយរៀបចំដើម្បីព្យាយាមគូគំនូថ្នាក់ទី1ថ្នាក់កណ្ដាលដោយមិនស្ទាក់ស្ទើរគាត់បានជ្រលក់ជក់ក្នុងទឹកថ្នាំហើយចាប់ផ្ដើមគូការប៉ះនៃជក់បានបញ្ចេញពន្លឺខាងវិញ្ញាណស្រអាប់សរសេរយ៉ាងព្រៃផ្សៃនៅលើក្រដាស talisman លំហូរដោយរលូននិងជោគជ័យដោយគ្មានគ្រោះថ្នាក់ណាមួយទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បញ្ចប់ការវាយប្រហារញើសបានលេចឡើងនៅលើថ្ងាសរបស់ Lu Chengsheng មុខរបស់គាត់ប្រែទៅជាស្លេកហើយគាត់មើលទៅហត់នឿយទាំងស្រុងដោយធ្លាក់ចូលទៅក្នុងកៅអីនៅពីក្រោយគាត់វិញបន្ទាប់ពីមួយរយៈ Lu Chengsheng ដកដង្ហើមវែងអង្គុយឡើងហើយយកគំនូពីតោគំនូថ្នាក់ទី1ថ្នាក់កណ្ដាល Golden Light Insignia នៅពេលធ្វើឲ្យសកម្មវាបានបញ្ចេញស្រទាប់ពន្លឺមាសដើម្បីការពារខ្លួនឯងដែលមានសមត្ថភាពទប់ទល់នឹងការវាយប្រហារពីកម្រិតទី6នៃការចម្រាញ់ថាមពលឥឡូវនេះគំនូថ្នាក់ទី1ថ្នាក់កណ្ដាលនៅតែមានភាពលំបាកបន្តិចសម្រាប់ខ្ញុំគឺ Lu Chengsheng គិតខណៈដែលគាត់រក្សាទុកនឹងលក្ខគំនិតនេះនៅប៉ុន្មានថ្ងៃបន្ទាប់មកក្រៅពីការដាំដុះគាត់ក៏បានយកការផលិតគ្រឿងបន្លាស់ផងដែរស្ទើរតែជារៀងរាល់ថ្ងៃគាត់បានគូគំនូថ្នាក់ទី1 2ឬ3ឬមួយ talisman ថ្នាក់ទី1ថ្នាក់កណ្ដាលគាត់បានរក្សាគំនិតទាំងអស់នេះលាក់នៅក្នុងទូនៅក្នុងការសិក្សារបស់គាត់ដើម្បីយកចេញនៅពេលមានឱកាសកើតឡើងជំពូកទី8ជំពូកទី8ទាំងកូនប្រុសនិងកូនស្រីទេពកោសល្យត្រូវបានបង្ហាញមួយពេលវេលាបានហោះហើរឆ្លងកាត់ហើយនៅក្នុងព្រឹត្តិការណ៍ភ្នែកមួយខែបានកន្លងផុតទៅប្រពន្ធរបស់ Lu Chengsheng គឺ Lu Qinger ក៏បានសម្រាលកូនផងដែរវាជាកូនប្រុសលើកនេះប្រព័ន្ធហាក់ដូចជាមិនផ្ដល់រង្វាន់ណាមួយឡើយដោយបានភ្លក់រសជាតិផ្អែមនៃរង្វាន់របស់ប្រព័ន្ធ Lu Chengsheng មានអារម្មណ៍ខកចិត្តបន្តិចទោះជាយ៉ាងណាក៏ដោយនៅពេលឆ្លុះបញ្ចាំងវាហាក់ដូចជាធម្មតាប្រសិនបើការសម្រាលកូនបង្កឲ្យមានសមិទ្ធផលនិងទទួលបានរង្វាន់រាល់ពេលនិងមិនចាំបាច់ចិញ្ចឹមកូនតតែសោះមនុស្សម្នាក់អាចបន្តមានពួកគេហើយដោះចេញដោយខ្លួនឯងបន្ទាប់ពីកុមារបានកើត Lu Chengsheng មិនបានដាក់ឈ្មោះគាត់ភ្លាមទេគាត់គ្រោងនឹងរងចាំកន្លះខែរហូតដល់កូនរបស់ Lucia ក៏កើតមកដាក់ឈ្មោះពួកគេជាមួយគ្នានេះក៏ជាគំនិតរបស់ប្រពន្ធរបស់គាត់ផងដែរដែលចង់ដាក់ឈ្មោះកូនរបស់បងប្អូនស្រីទាំងពីរក្នុងពេលតែមួយសម្រាប់សំណើតូចបែបនេះ Lu Chengsheng បានយល់ព្រមដោយធម្មជាតិ20ថ្ងៃក្រោយមកកូនរបស់ Lucia បានកើតវាជាកូនស្រីម្នាក់ប្រព័ន្ធនៅតែមិនឆ្លើយតបទេសន្មតថាចំនួនជាក់លាក់ត្រូវឈានដល់ដើម្បីបង្កឲ្យមានរង្វាន់សមិទ្ធផលប៉ុន្តែ Lu Chengsheng នៅតែសប្បាយចិត្តខ្លាំងវាមិនមែនជាបញ្ហានៃការពេញចិត្តក្មេងប្រុសជាងក្មេងស្រី but rather that he was now blessed with both a son and a daughter សម្រាប់កូនពីរនាក់នេះ Lu Chengsheng និងភរិយារបស់គាត់បានពិភាក្សានិងសម្រេចចិត្តដាក់ឈ្មោះក្មេងប្រុសថា Lu Wei និងក្មេងស្រី Lu Wei អត្ថន័យគឺដូចគ្នាទៅនឹងការគិតពីមុនរបស់ Penguin និង Chao ពួកគេសង្ឃឹមថាកូនរបស់ពួកគេអាចធំឡើងដោយសុវត្ថិភាពនិងគ្មានការព្រួយបារម្ភហើយថាផ្លូវនៃការដាំដុះផ្ទាល់ខ្លួនរបស់គាត់ក៏អាចដំណើរការដោយរលូនដោយគ្មានបញ្ហាមួយខែក្រោយមកនៅថ្ងៃនេះ Lu Chengsheng បានទៅកាន់ 100 Treasures Pavilion យក Basic Talismans ដែលមិនបានផ្សព្វផ្សាយចំនួន5ហើយសួរថាម្ចាស់ហាងតើអ្នកយក Cleansing Talisman នេះទេហើយវាមានតម្លៃប៉ុន្មានដើម្បីបង្ហាញអត្តសញ្ញាណរបស់គាត់ជា Talisman Master និងតម្រូវឲ្យមានដំណើរការបន្តិចម្ដងដូច្នេះបន្ទាប់ពីចំណាយពេលជិត3ខែគាត់បានបញ្ចប់ការគូរលើក្រដាស Talisman ទាំង10ដែលគាត់បានទិញដោយ Lu Chengsheng រក្សា Talisman តិចចំនួន5ហើយបង្កើតវាទៅជា Basic Talisman សាមញ្ញបំផុតគឺ Cleansing Talisman បន្ទាប់ពីបានទាំងអស់ម្ចាស់ហាងបាននិយាយថាវាជារឿងធម្មតាសម្រាប់អ្នកថ្មីថ្មោងនៅក្នុង Talisman Making បរាជ័យ100ដងដូច្នេះប្រសិនបើក្នុងចំណោមការប៉ុនប៉ង100ក្នុងការបង្កើត Cleansing Talismans គាត់បានជោគជ័យក្នុងរយៈពេល5វាអាចត្រូវបានចាត់ទុកថាជាទេពកោសល្យបន្តិចមែនទេសម្អាត Talisman នៅពេលលើបែបនេះម្ចាស់ហាងមានការភ្ញាក់ផ្អើលគាត់បានសម្លឹងមើល Lu Chengsheng ហើយចងចាំការលក់ Flying Sword របស់គាត់ដើម្បីអនុវត្តការបង្កើត Talisman បន្ទាប់មកបង្ហាញការភ្ញាក់ផ្អើលជាមួយនឹងការមិនជឿខ្លះគាត់បាននិយាយថាអ្នកបានបង្កើត Spirit Talismans ចេញពី100ឈុតនៃសម្ភារៈដែលអ្នកបានទិញលើកចុងក្រោយហើយអ្នកបានធ្វើ5នៃពួកគេទោះបីជា Cleansing Talisman គឺជា Basic Talisman សាមញ្ញបំផុតក៏ដោយសម្រាប់អ្នកថ្មីដែលមិនធ្លាប់ប៉ះ Talisman Making
ជោគជ័យក្នុងការបង្កើត talismans ចំនួន5ក្នុងការព្យាយាម100គឺពិតជាគួរឲ្យកត់សម្គាល់បាទខ្ញុំបន្តបរាជ័យដំបូងប៉ុន្តែបន្ទាប់ពីជោគជ័យមួយវាមានអារម្មណ៍ល្អប្រសើរជាងមុនដូច្នេះខ្ញុំបានបង្កើតគំនិតទាំង5នេះខ្ញុំចង់សួរម្ចាស់ហាងថាតើគំនូរទាំងនេះមានតម្លៃអ្វីខ្លះលូឆេងឆេងបាននិយាយដោយគិតថាគាត់ប្រហែលជាត្រូវសម្ដែងជាញឹកញាប់នាពេលអនាគតលូឆេងឆេងក៏បានហ្វឹកហាត់ជំនាញសម្ដែងរបស់គាត់នៅមុខកញ្ចក់ក្នុងអំឡុងពេលនេះដើម្បីឲ្យគាត់អាចមើលទៅធម្មជាតិជាងមុននៅពេលនិយាយមិនសមហេតុផលខ្ញុំសូមមើលនៅ talismans មួយម្ចាស់ហាងបាននិយាយថាប្រឈមមុខនឹងសេចក្តីថ្លែងការណ៍នេះគាត់មានការខាតបង់ពាក្យខ្លះគាត់មិនបានរំពឹងថាលូឆេងឆេងដែលជាអ្នកខាងក្រៅបង្កាត់ពូជនៃគ្រួសារនឹងមានទេពកោសល្យបែបនេះក្នុងការបង្កើត talisman លូឆេងឆេងបានដាក់គំនូរដែលគាត់កំពុងកាន់នៅលើតុក្រោយមកម្ចាស់ហាងបានយកគំនូរហើយពិនិត្យមើលវាក្នុងនាមជាអ្នកដាំដុះគាត់មានការយល់ដឹងខ្លះអំពីគំនូរគាត់អាចប្រាប់បានថាទោះបីជាបន្ទាត់នៃគំនូរទាំង5នេះមិនរលូននិងគុណភាពមិនខ្ពស់ក៏ដោយពួកគេពិតជាជោគជ័យនិងមិនមានបញ្ហាទេម្ចាស់ហាងបាននិយាយដោយអារម្មណ៍ខ្លះថាបើដើម្បីអាចបង្កើត talisman ចំនួន5ចេញពីសម្ភារៈ100ឈុតទោះបីជាវាជាប្រភេទ spirit talisman ដូចគ្នាក៏ដោយបង្ហាញថាអ្នកមានទេពកោសល្យគួរឲ្យកត់សម្គាល់ក្នុងការបង្កើត talisman ប៉ុន្តែ cleansing talismans គ្រាន់តែជា basic talismans ប៉ុណ្ណោះហើយមិនមានតម្លៃច្រើនទេព្រោះមនុស្សតិចតួចត្រូវការវាគាត់បានផ្អាកមុនពេលបន្តថាទោះជាយ៉ាងណាក៏ដោយគ្រួសារលោករបស់យើងមានផែនការលើកទឹកចិត្តដើម្បីលើកទឹកចិត្តសមាជិកគ្រួសារឲ្យរៀនជំនាញសម្រាប់ basic talismans បែបនេះយើងសុខចិត្តទិញវាក្នុងតម្លៃ spirit stone មួយក្នុងមួយគ្រឿង talisman 3ទោះបីជាអ្នកជាមនុស្សខាងក្រៅក្នុងគ្រួសារក៏ដោយអ្នកក៏អាចរីករាយជាមួយអត្ថប្រយោជន៍នេះផងដែរគឺម្ចាស់ហាងបាននិយាយដោយសារ basic talismans មានការប្រើប្រាស់មានកំណត់ភាគច្រើនគ្រាន់តែសម្រាប់ជីវិតប្រចាំថ្ងៃប៉ុណ្ណោះពួកវាមិនមានផលប៉ះពាល់ខ្លាំងសម្រាប់អ្នកដាំដុះទេដូច្នេះមិនមានមនុស្សច្រើនទេដែលទិញពួកគេហើយតម្លៃទាប One Spirit Stone សម្រាប់ Talisman 3ឬតម្លៃនេះលូឆេងឆេងក៏បានរំពឹងទុកផងដែរបន្ទាប់ពីបានទាំងអស់ Talisman ថ្នាក់ទី1ជាមូលដ្ឋានជាច្រើនមានតម្លៃតែមួយធ្ងន់វិញ្ញាណប៉ុណ្ណោះជាមួយនឹងតម្លៃនេះអត្រាជោគជ័យ100របស់គាត់ក្នុងការបង្កើត Talisman នៅតែអាចរកបានគាត់ចំនួន8ធ្ងន់វិញ្ញាណប៉ុន្តែវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការរកលុយតាមវិធីនេះមិននិយាយពីអត្រាជោគជ័យ100ក្នុងការសិប្បកម្ម Talisman គឺហួសចិត្តពេកប្រសិនបើគាត់ត្រូវព្យាយាមរយៈពេល2ទៅ3ខែដើម្បីរកប្រាក់តិចតួចនេះគាត់នឹងចាត់ទុកខ្លួនឯងដូចជាទាសករទោះជាយ៉ាងណាក៏ដោយលូឆេងឆេងមិនមានបំណងរកលុយតាមរយៈគំនូរមូលដ្ឋាននោះទេគាត់បានបង្ហាញគំនូរជាមូលដ្ឋានទាំង5នេះគ្រាន់តែដើម្បីបង្ហាញទេពកោសល្យរបស់គាត់ក្នុងការបង្កើតគំនូរមិនអីទេលូឆេងឆេងបានដាក់ cleansing talismans ចំនួន3នៅលើបញ្ជរបន្ទាប់មកគាត់បានយកធ្ងន់វិញ្ញាណចំនួន11ហើយនិយាយថាដូម្ចាស់ហាងសូមផ្ដល់ឲ្យខ្ញុំនៅក្រដាស talisman 10ជុងនិងទឹកថ្នាំវិញ្ញាណ2ប្រអប់ខ្ញុំនឹងយកទាំង5នៃគំនូររបស់អ្នកហើយខ្ញុំនឹងគិតថ្លៃអ្នកពីធ្ងន់វិញ្ញាណម្ចាស់ហាងដែលឃើញអំណោយរបស់លូឆេងឆេងសម្រាប់សិប្បកម្ម talisman មានឆន្ទៈក្នុងការផ្ដល់កិច្ចព្រមព្រៀងមួយទោះបីជាគាត់មានអាយុក៏ដោយគាត់ក៏មានកូនចៅផងដែរប្រសិនបើលូឆេងឆេងពិតជាខ្លាយជាមេគំនូរវាអាចនឹងមកដល់ពេលដែលពួកគេត្រូវការជំនួយរបស់គាត់សូមអរគុណម្ចាស់ហាងលូឆេងឆេងបានសម្ដែងការដឹងគុណភ្លាមដោយដាក់គំនូរ2ដែលនៅសល់នៅលើបញ្ជរហើយយកធ្ងន់វិញ្ញាណមួយមកវិញម្ចាស់ហាងបានទទួលយក talismans និងធ្ងន់វិញ្ញាណដោយប្រគល់ក្រដាស talisman 10ជុងនិងទឹកថ្នាំវិញ្ញាណ2ប្រអប់ទៅលូឆេងឆេងសូមអរគុណម្ចាស់ហាងលូឆេងឆេងអរគុណគាត់ម្ដងទៀតហើយងាកទៅចាក់ចេញពិតជាគួរឲ្យកត់សម្គាល់គេគួរឲ្យសោកស្ដាយណាស់ដែលគាត់មិនមែនជាសិស្សគ្រួសារលោកមើលលូឆេងឆេងដើរចេញម្ចាស់ហាងបានញាក់ក្បាលហើយដកដង្ហើមប្រសិនបើគាត់ជាកូនចៅឈាមនៃគ្រួសារលូដែលមានទេពកោសល្យក្នុងការសិប្បកម្មគំនូរគ្រួសារប្រកាសជាសុខចិត្តចំណាយធនធានដើម្បីដាំដុះគាត់ប៉ុន្តែបន្ទាប់ពីបានទាំងអស់លូឆេងឆេងគឺជាសមាជិកគ្រួសារបរទេសកូនប្រុសបង្កើតហើយមិនត្រូវបានចាត់ទុកថាជាមនុស្សម្នាក់របស់ពួកគេទេយប់ជ្រៅបន្ទាប់មកលូឆេងឆេងសម្លឹងមើលរាងកាយដូចយេតដែលលាតសន្ធឹងនៅលើគ្រែធំអង្គុយឡើងគាត់បានយក cleansing talisman ពីក្បែរគ្រែហើយទះវាលើខ្លួនឯងភ្លាមខ្យល់ខ្យល់មួយបានផ្លុំ washing away the stickiness on his body ទុកឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយ cleansing talismans ទាំងនេះពិតជាមានប្រយោជន៍ណាស់គេ
Lu Chengsheng ពេញចិត្តបន្ទាប់ពីសាកល្បង Cleansing Talisman នៅលើគ្រែ Lu Lanshu ដោយមុខរបស់នាងក្រហមដោយសារការខិតខំប្រឹងប្រែងនិងភ្នែករបស់នាងរលោងដោយការស្រវឹងបានឃើញ Lu Chengsheng ប្រើគំនូរដើម្បីសម្អាតរាងកាយរបស់គាត់ហើយបាននិយាយយ៉ាងទន់ភ្លន់ថាទុបប្តីនេះខ្ជិះខ្ជីពេកអនុញ្ញាតឲ្យប្រពន្ធរបស់អ្នកមើលថាអ្នកវាជាការល្អទាំងនេះត្រូវបានគូដោយខ្លួនឯងដោយខ្ញុំមិនពិតជាមានតម្លៃច្រើនក Lu Chengsheng រលកដៃរបស់គាត់ហើយនិយាយអ្នកបានគូគំនូរទាំងនេះបូមាត់របស់ Lu Lanshu បែកគ្នាបន្តិចដោយការភ្ញាក់ផ្អើលនៅពេលលើបែបនេះមុខទន់ភ្លន់របស់នាងបង្ហាញពីការភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះការពិតដែលថា Lu Chengsheng តែងតែគូគំនូរនៅក្នុងការសិក្សារបស់គាត់គឺជាអ្វីដែលនាងដឹងដោយធម្មជាតិក្នុងនាមជាប្រពន្ធម្នាក់របស់គាត់ទោះបីជានាងខ្លួនឯងមិនបានអនុវត្តការដាំដុះក៏ដោយរស់នៅក្នុងបរិយាកាសគ្រួសារបែបនេះក៏ដោយនាងបានឮអំពីវានាងដឹងថាការបង្កើត Talisman គឺពិបាកហើយការអាចបង្កើត Talisman ត្រូវបានគេចាត់ទុកថាគួរឲ្យចាប់អារម្មណ៍ណាស់ដំបូងឡើយដូចជាអ្នកផ្សេងទៀតនៅក្នុងក្រុមរបស់នាងដែលបានរៀបការជាមួយក្រុម Immortal Seedlings ក្រៅពីរង្វាន់ដែលផ្ដល់ដោយគ្រួសារលោកពួកគេភាគច្រើនបានលោតក្នុងក្តីសង្ឃឹមថានឹងជិះលើកន្ទុយអាវរបស់កូនរបស់ពួកគេមិនមានការរំពឹងទុកឬបំណងប្រាថ្នាច្រើនតាក់ទងនឹងប្តីរបស់ពួកគេទេព្រោះវាច្បាស់តាំងពីដំបូងថា Immortal Seedlings ទាំងនេះទំនងជាមិនអាចសម្រេចបានអ្វីឡើយប៉ុន្តែការយល់ដឹងគឺជារឿងមួយប្រសិនបើប្តីរបស់ពួកគេប្រែទៅជាមានសមត្ថភាពនោះនឹងពិតប្រាកដណាស់ច្រើនជាងការស្វាគមន៍មិនថាសម្រាប់ជីវភាពរស់នៅនាពេលអនាគតការសន្ទនាជាមួយបងប្អូនស្រីឬការវិលត្រឡប់ទៅពិភពលោកវាគឺជាបញ្ហានៃមោទនភាពក្រៅពីកូនដែលនាំមកនៅកិត្តិយសដល់ម្ដាយរបស់ពួកគេប្រពន្ធក៏អាចទទួលបានកិត្យានុភាពតាមរយៈប្តីរបស់ពួកគេផងដែរបាទប្តីរបស់អ្នកហាក់ដូចជាមានទេពកោសល្យមួយចំនួននៅក្នុងដែននៃការបង្កើតគំនូរនៅពេលដែលខ្ញុំក្លាយជាមេគំនូរខ្ញុំសន្យាថានឹងផ្ដល់ឲ្យអ្នកទាំងអស់គ្នានូវជីវិតដ៏ល្អ Lu Chengsheng បាននិយាយយ៉ាងទន់ភ្លន់ដោយញឹមមិនចាំបាច់រក្សាបញ្ហាលាក់កំបាំងដែលតាក់ទងនឹង Talismans វាគឺជាអ្វីដែលគាត់នឹងបង្ហាញនៅទីបំផុតគ្រូសាឡថែមទាំងអាចស៊ើបអង្កេតនិងសាកសួរអំពីការបង្កើតគំនូររបស់គាត់ពីអ្នកដែលជិតស្និទ្ធនឹងគាត់ដូច្នេះមិនមានចំណុចក្នុងការលាក់បាំងវាទេការបែកធ្លាយមួយចំនួននៃព័ត៌មាននេះទៅប្រពន្ធរបស់គាត់អាចជួយរក្សាភាពសុខដុមរមនានៅក្នុងអង្គជំនុំជម្រះខាងក្នុងប្រពន្ធរបស់អ្នកជឿលើអ្នក Lu Lanshu ឆ្លើយតបយ៉ាងទន់ភ្លន់ដោយសម្លឹងមើល Lu Chengsheng ដោយភ្នែកពោពេញដោយភាពទន់ភ្លន់